បងអាណាជាបាសួស្តីបងប្អូនទាំងអស់គ្នាចានៅក្នុងវីដេអូនេះអ្នកគ្រូបន្តទៀតហើយគឺបង្រៀនកូនទាំងអស់គ្នាសរសេរចំនួន88เนาะចាអញ្ចឹងសូមកូនមើលមកលើក្តារខៀនសិនមុននឹងចូលការសរសេរអញ្ចឹងនៅលើក្តារខៀននេះអ្នកគ្រូសូមឲ្យកូនចូលរួមរាប់ជាមួយអ្នកគ្រូเนาะតោះចាប់ផ្ដើមទាំងអស់គ្នា10 20 30 40 50 60 70 8ចានេះគឺចំនួន8ទាំងអស់នេះអានថា85នេះកូនឃើញហ៎មានលេខចូលរួមលេខ8និងលេខ8នោះកូនអានថា85ចាកូនទាំងអស់គ្នាដឹងពីចលនានៃការសរសេរអញ្ចឹងអ្នកគ្រូខលបញ្ជាក់បន្ថែមលើក្តារខៀននេះណាសូមកូនមើលទាំងអស់គ្នាចា88គឺកូនទាំងអស់គ្នាត្រូវសរសេរដំបូងគេគឺលេខ8เนาะកូនចាប់ផ្ដើមគួចចុះក្រោមឡើងលើកូនកោងហើយឡើងលើងាកទៅស្ដាំเนาะបន្តមកទៀតកូនសរសេរលេខ8ម្ដងទៀតគួចចុះក្រោមឡើងលើកោងឡើងលើហើយងាកទៅស្ដាំកូនឃើញអត់កូន88ម្ដងទៀតដំបងកូនសរសេរលេខ8ចានេះគឺជាលេខ8បន្ទាប់កូនសរសេរលេខ8ទៀតចានេះគឺជាលេខ8ទៀតនោះកូនទទួលបាន85ចាចឹងកូនទាំងអស់គ្នាបានដឹងចលនានៃការសរសេរលើក្តារខៀនហើយនេះកូនឃើញអត់លំហាត់សម្រាប់កូនเนาะចាលំហាត់ទី1នេះចូលកូនធ្វើគំនូសចំនួន88នេះគឺជា88ពេញលេញនេះគឺជាទីតាំងដែលកូនត្រូវសរសេរចាអញ្ចឹងកូនទាំងអស់គ្នាត្រូវដឹងថាដំបូងកូនសរសេរលេខ8បន្ទាប់កូនលេខ8ដោយសារតែវាលេខដូចគ្នាចាបន្តទៀតលំហាត់ទី2ចូលកូនសរសេរចំនួន88នេះគឺជារូបរាង88នេះគឺជាទីតាំងដែលកូនត្រូវសរសេរចាលំហាត់ទាំងពីរនេះសូមកូនទាំងអស់គ្នាចូលរួមវឹកហាត់ធ្វើទាំងអស់គ្នាเนาะបន្ទាប់ពីកូនបានធ្វើរួចកុំភ្លេចយកទៅឲ្យប៉ាម៉ាក់របស់កូនជួយពិនិត្យមើលថាតើកិច្ចការរបស់កូនពិតជាបានស្អាតនិងត្រឹមត្រូវដែរទេចាសូមអរគុណ